បន្តថ្ងៃនេះយើងមករៀនកិរិយាសព្ទចំនួន10ដែលអាចបំលែងទៅជានាមបានអញ្ចឹងយើងរៀនទាំងអស់ហ្នឹងទៅចំណេញហើយនឹងមានការផ្ដល់ជាឧទាហរណ៍ជាប្រយោគសម្រាប់ឲ្យមើលឲ្យដឹងថាយើងត្រូវប្រើរបៀបម៉េចតោះអញ្ចឹងយើងទៅជាមួយគ្នាកិរិយាសព្ទទី1គឺ teach ប្រែថាបង្រៀនហើយបើសិនជាយើងដូរទៅជា noun គឺ teacher គឺគ្រូបង្រៀនអញ្ចឹងយើងមើលឧទាហរណ៍សម្រាប់ពាក្យថា teach ដែលមានឋានៈពាក្យជាកិរិយាសព្ទ My brother teach me to read បងប្រុសរបស់ខ្ញុំបង្រៀនខ្ញុំអានហើយយើងមើល teacher ប្រែថាគ្រូបង្រៀនយើងមកឧទាហរណ៍ជាមួយគ្នា My English teacher gave me a lot of homework អញ្ចឹងគ្រូបង្រៀនភាសាអង់គ្លេសរបស់ខ្ញុំបានឲ្យកិច្ចការផ្ទះរបស់ខ្ញុំដ៏ច្រើនកិរិយាសព្ទមួយទៀតគឺ act ពាក្យថា act បានន័យថាសម្ដែងអញ្ចឹងយើងមើលឧទាហរណ៍ He acted so well បានន័យថាគាត់សម្ដែងបានយ៉ាងល្អយើងគ្រាន់តែថែម or ទៅคล้ายទៅជាអ្នកសម្ដែងវិញអញ្ចឹង actor គឺអ្នកសម្ដែងហើយអ្នកសម្ដែងហ្នឹងគឺអ្នកសម្ដែងប្រុសយើងមកមើលឧទាហរណ៍ជាមួយគ្នា He is a great actor បានថាគាត់គឺជាអ្នកសម្ដែងដ៏ល្អម្នាក់ពាក្យរបស់យើងបន្ទាប់ទៀតគឺពាក្យថា decide ប្រែថាសម្រេចចិត្តអញ្ចឹងយើងមកមើលឧទាហរណ៍ He decided to quit his job ដែលយើងប្រែថាគាត់បានសម្រេចចិត្តឈប់ការងាររបស់គាត់ហើយdecide ដែលថ្នាក់ពាក្យជា noun ហ្នឹងជានាមហ្នឹងគឺដូរទៅ decision ហ្នឹងគឺការសម្រេចចិត្តអញ្ចឹងយើងមកមើលឧទាហរណ៍ជាមួយគ្នា I am making an important decision ប្រែថាខ្ញុំកំពុងតែធ្វើការសម្រេចចិត្តដ៏សំខាន់មួយយើងមកមើលកិរិយាសព្ទបន្ទាប់របស់យើងគឺកិរិយាសព្ទ inform ហ្នឹងបានន័យថាប្រាប់ឬក៏ផ្ដល់ជាដំណឹងឬក៏ជម្រាបអីចឹងទៅយើងមើលឧទាហរណ៍ Our teacher informed us that we would have a quiz tomorrow គ្រូរបស់យើងប្រាប់ពួកយើងឬក៏ផ្ដល់ជាព័ត៌មានមកពួកយើងថាពួកយើងនឹងមានការប្រឡងតេស្តខ្លីមួយនៅថ្ងៃស្អែកដល់ពេលជានាមវិញគឺយើងដូរពី inform ទៅជា information ហ្នឹងគឺព័ត៌មានហ្នឹងហើយអញ្ចឹងយើងមកឧទាហរណ៍ Do you know any information about our upcoming exam តើអ្នកដឹងព័ត៌មានទាក់ទងនឹងការប្រឡងដែលជិតមកដល់របស់យើងឬចឹង upcoming ហ្នឹងបានន័យថាជិតមកដល់កិរិយាសព្ទយើងបន្ទាប់គឺ develop ហ្នឹងបានន័យថាធ្វើឬក៏អភិវឌ្ឍអញ្ចឹងយើងមើលឧទាហរណ៍របស់យើង Teenagers these days can develop something cool អញ្ចឹងក្មេងជំទង់ឥឡូវហ្នឹងអាចធ្វើអ្វីដែលលយហើយយើងមើល development ដែលជានាមតោះអញ្ចឹង development គឺការអភិវឌ្ឍឬក៏ការធ្វើហ្នឹងហើយអញ្ចឹងយើងមើលឧទាហរណ៍របស់យើង Good nutrition is important for proper muscle development អញ្ចឹងសារធាតុចិញ្ចឹមល្អហ្នឹងគឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសាច់ដុំដ៏ត្រឹមត្រូវអូខេកិរិយាសព្ទរបស់យើងបន្ទាប់ទៀតគឺ arrive ហ្នឹងបានន័យថាទៅដល់អញ្ចឹងយើងមើលឧទាហរណ៍ When will your bus arrive តើឡានក្រុងរបស់អ្នកមកដល់នៅពេលណា arrival ដែលថ្នាក់ពាក្យជានាមបានន័យថាការមកដល់អញ្ចឹងយើងមើលឧទាហរណ៍របស់យើង The estimated arrival time for this flight is 5 p.m. អញ្ចឹងបានន័យថាការប៉ាន់ស្មានការមកដល់របស់ជើងយន្តហោះហ្នឹងគឺនៅម៉ោង5ល្ងាចកិរិយាសព្ទបន្ទាប់របស់យើងគឺ know ដឹងថាទាំងអស់គ្នាភាគច្រើនគឺស្គាល់ហើយអញ្ចឹង know បានន័យថាដឹងហ្នឹងហើយអញ្ចឹង Who knows the answer តើណាគេដឹងចម្លើយយើងមើលនាមវិញគឺ knowledge ហ្នឹងគឺជានាមរបស់ know ហ្នឹងហើយ knowledge បានន័យថាចំណេះដឹងអញ្ចឹងយើងមកឧទាហរណ៍ Professor John has worked so hard to share his knowledge to his pupils សាស្ត្រាចារ្យ John ខំប្រឹងប្រែងធ្វើការដើម្បីចែករំលែកចំណេះដឹងទៅកាន់កូនសិស្សរបស់គាត់កិរិយាសព្ទចុងក្រោយរបស់យើងគឺ differ ហ្នឹងប្រែថាខុសពីគ្នាអញ្ចឹងយើងមកឧទាហរណ៍ My opinion differs from yours គំនិតរបស់ខ្ញុំខុសពីគំនិតរបស់អ្នកហើយ differ ដែលថ្នាក់ពាក្យជានាមហ្នឹងគឺ different ហ្នឹងគឺភាពខុសពីគ្នាយើងមកឧទាហរណ៍ There is a big difference between public and private schools វាមានភាពខុសគ្នាខ្លាំងរវាងសាលារដ្ឋនិងសាលាឯកជនអញ្ចឹងវីដេអូរបស់យើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេយើងជួបគ្នាវីដេអូក្រោយទៀត